សួស្តីប្រិយមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី12នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី narrative ថាតើវាជាអ្វីហេតុអ្វីវាសំខាន់ក្នុង Crypto និងត្រូវបានប្រើដោយរបៀបណាតោះចាប់ផ្ដើម narrative ក្នុង Crypto គឺជារឿងរ៉ាវឬគំនិតមួយដែលជំរុញឲ្យមនុស្សជឿជាក់និងវិនិយោគលើរូបិយប័ណ្ណ Digital ឬគម្រោងណាមួយវាដូចជារឿងដែលបង្ហាញពីអនាគតឬតម្លៃរបស់គម្រោងនោះដូចជា Bitcoin ជាមាស Digital ឬ Ethereum ជាកុំព្យូទ័រពិភពលោក narrative សំខាន់ក្នុង crypto ព្រោះវាជាឥទ្ធិពលដល់តម្លៃនិងការចាប់អារម្មណ៍របស់អ្នកវិនិយោគនៅពេល narrative ខ្លាំងដូចជា DeFi ជាអនាគតនៃហិរញ្ញវត្ថុមនុស្សច្រើននឹងទិញហើយតម្លៃកើនឡើងប៉ុន្តែបើ narrative ខ្សោយឬបរាជ័យវាអាចនឹងធ្វើឲ្យទីផ្សារធ្លាក់ចុះ narrative ត្រូវបានប្រើដោយអ្នកបង្កើតគម្រោងឬអ្នកជួញដូរដើម្បីទាក់ទាញអ្នកវិនិយោគឧទាហរណ៍ពួកគេអាចបង្កើតរឿងរ៉ាវថ្មីដើម្បីផ្សព្វផ្សាយកាក់ថ្មីឬប្រើប្រាស់សហគមន៍ដើម្បីជំរុញការនិយាយលើបណ្ដាញសង្គមនោះហើយជា narrative តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ